ជនជាតិថៃបាញ់សម្លាប់ជនជាតិថៃដូចគ្នានៅក្រុងប៉ោយប៉ែតកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវឃាត់ខ្លួនមួយនាក់បានភ្លាមដកហូតកំភ្លើងខ្លីពីដើមកម្ពុជាមិនមែនជាទីតាំងសម្រាប់ជនបរទេសយកធ្វើជាកន្លែងទូទាត់គ្នានោះឡើយដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ស ថេតអគ្គស្នងការនគរបាលជាតិកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុករហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ដែលបានធ្វើសកម្មភាពបាញ់សម្លាប់ជនជាតិថៃដូចគ្នានៅក្រុងប៉ោយប៉ែតដកហូតបានអាវុធខ្លីចំនួន2ដើមយោងតាមរបាយការណ៍ផ្លូវការពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាករណីឃាតកម្មបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង 3:17 នាទីរំលងអាធ្រាត្រថ្ងៃទី28ខែកក្កដាឆ្នាំ2026ស្ថិតនៅចំណុចភូមិសាមគ្គីមានជ័យសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន2នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Honda PCX ពណ៌សប្រដាប់ដោយអាវុធខ្លីបានធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះឈ្មោះចូលសវណ្ណថងឆៃភេទប្រុសអាយុ33ឆ្នាំជាជនជាតិថៃដែលកំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមបន្ទាប់ពីកើតហេតុដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកងេងជួប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហ៊ុនមនីរតន៍វរៈសេនីយ៍ឯកហែមបូណានិងវរៈសេនីយ៍ឯកឆាន់គីមលីអនុប្រធាននាយកដ្ឋានបានចុះសហការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរហូតកំណត់បានមុខសញ្ញានិងទីតាំងលាក់ខ្លួនរបស់ក្រុមខ្មាំងយ៉ាងច្បាស់លាស់ជាលទ្ធផលគឺនៅវេលាម៉ោង 18:20 នាទីល្ងាចថ្ងៃទី29ខែកក្កដាឆ្នាំ2026ត្រឹមតែមួយថ្ងៃក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានឈានទៅបំបីសំណុំរឿងដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះភរវត្តថងហាមុនភេទប្រុសអាយុ26ឆ្នាំជាជនជាតិថៃត្រង់ចំណុចភូមិសាមគ្គីមានជ័យសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតនៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានអាវុធខ្លីចំនួន2ដើមនិងបង់ចំនួន2បង់បច្ចុប្បន្នជនសង្ស័យជាជនជាតិថៃរូបនេះត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំនិងបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុតគណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបកពួកដែលនៅសេសសល់បន្ថែមទៀត